គ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Page សំណាង TV ខ្ញុំមានមុខម្ហូបមួយមកចែកម្លែកជូនបងប្អូនទស្សនាគឺការឆាក្តៅសាច់គោដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយមុខម្ហូបមួយមុខនេះគឺថាងាយស្រួលនៅក្នុងការចម្អិនហើយប្រើរយៈពេលខ្លីតែរសជាតិគឺថាអែមចាំបងប្អូនមកទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទជាដំបូងគឺយើងហាន់សាច់គោជាបន្ទះស្ដើងល្មមមកតាមចំណង់ចំណូលចិត្តបាទគាត់ថាបើយើងហាន់វាស្ដើងល្មមគឺយើងឆាទៅវាផុយស្រួលញ៉ាំអញ្ចឹងព្រោះថាសាច់គោពេលខ្លះកន្លែងខ្លះក៏វាអាចស្វិតកន្លែងខ្លះអាចផុយយ៉ាងដែរអញ្ចឹងហើយគ្រឿងឆាក្តៅបញ្ជាក់ប្រាប់បងប្អូនគឺយើងអត់បុកទេបាទបើឆាគ្រឿងគឺយើងបុកគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចអីហ្នឹងគឺយើងបុកចូលគ្នាតែបើឆាក្តៅគឺយើងគ្រាន់តែហាន់វាអញ្ចឹងមកបាទហើយបន្ទាប់ពីយើងឆាគ្រឿងឲ្យវាឈ្ងុយបន្តិចក៏យើងចាក់សាច់គោចូលទៅបាទមើលដូចនៅក្នុងវីដេអូដែលខ្ញុំបង្ហាញហ្នឹងគឺបងប្អូនអាចមើលហើយធ្វើតាមទៅបាទគឺថារសជាតិវាគឺឆ្ងាញ់ហើយគ្រឿងទេសដែលយើងត្រូវដាក់មានដូចជាប្រេងខ្យងម្សៅស៊ុបខ្នុរប៊ីចេងបន្តិចស្ករសកន្លះស្លាបព្រាបាយហើយនឹងយើងបន្ថែមជាមួយនឹងទឹកប្រេងម្ទេសបាទហើយអ្វីដែលខ្ញុំបង្ហាញនៅក្នុងនេះបាទគឺខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថានេះគឺជាកន្លឹះតិចតួចដើម្បីឲ្យយើងឆាក្តៅសាច់គោទៅមានរសជាតិឆ្ងាញ់គឺយើងបន្ថែមជាមួយនឹងទឹកដោះគោខាប់បាទទឹកដោះគោខាប់បើសិនជាយើងឆាសាច់គោប្រហែលជាមួយចានបាទយើងដាក់ទឹកដោះគោខាប់ប្រហែលជាកន្លះស្លាបព្រាបាយទៅដល់ពេលយើងឆាគ្រឿងឲ្យវាចូលសព្វគ្រប់ចូលគ្នាជាមួយនឹងសាច់គោហើយបាទគឺយើងចាក់សណ្ដែកដីបុកហើយនឹងម្រះព្រៅបាទយើងដាក់ចូលទៅហើយបិទហ្គាសទៅគឺជាការស្រេចមុខម្ហូបមួយមុខនេះគឺថាងាយហើយលឿននៅក្នុងការចម្អិនបងប្អូនអាចសាកធ្វើញ៉ាំបានហ្នឹងហើយមុខម្ហូបយើងគឺងាយដូចបងប្អូនមើលអញ្ចឹងបាទគឺថាធ្វើលឿនមែនទែនបាទឥឡូវនេះគឺឆ្អិនរួចរាល់ហើយដល់បងប្អូនមកទស្សនាជាមួយនឹងការលក់រសជាតិវាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទក្តៅសាច់គោនេះបញ្ជាក់បងប្អូនបាទថ្ងៃនេះម្រះព្រៅវាមានតិចបាទអញ្ចឹងខ្ញុំដាក់តិចតែគាត់ថាបើបងប្អូនឆាហូបបាទគឺប្រើម្រះព្រៅឲ្យច្រើនតិចទៅដើម្បីឲ្យវាឈ្ងុយបាទរសជាតិរបស់វាបាទគឺឆាក្តៅសាច់គោរសជាតិវាគឺរសជាតិប្រៃផ្អែមបាទរៀងប្រៃផ្អែមហើយរៀងដិតគ្រឿងបន្តិចបាទយើងអាចឆាសាបបានទេម្ហូបមួយមុខនេះហើយជាពិសេសនោះគឺគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចអីហ្នឹងគឺយើងឆាវាឈ្ងុយហើយសាច់គោបាទគឺពេលដែលយើងឆាគឺយើងអាចឆាយូរទេព្រោះកាលណាដែលយើងឆាសាច់គោយូរពេកធ្វើឲ្យសាច់គោហ្នឹងវាស្ងួតអញ្ចឹងធ្វើឲ្យសាច់គោហ្នឹងវាទៅជាសោះអស់រសជាតិអញ្ចឹងយើងឆាវាល្មមទៅព្រោះថាសាច់គោពេលដែលកាលណាយើងឆាឆ្អិនពេកគឺវាអត់ឆ្ងាញ់ទេបាទហើយបើម្ទេសបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅហ្នឹងហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបាទហើយក៏សូមអរគុណបងប្អូនដែលជួយ like ជួយ share រាល់វីដេអូដែលខ្ញុំបានផុសបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទ